នឹងមានអ្វីកាសឡើងប្រសិនបើមិនមានប្រទេសឈីលីប្រទេសឈីលីដែលល្បីថាវែងនិងស្ដាងជាងគេមួយនៅលើពិភពលោកបាត់ទៅហើយសូមលាគ្នាជាមួយខ្សែដីវែងៗដែលលាតសន្ធឹងតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់អាមេរិកខាងត្បូងភ្លាមនោះអាសង់ទីននិងបូលីវីនឹងអាចលាតសន្ធឹងដល់សមុទ្រប្រែប្រួលយ៉ាងធំធេងដល់ពាណិជ្ជកម្មកំពង់ផែនិងអំណាចយោធាទឹកនៅក្នុងតំបន់នេះភ្នំអាន់ដេសនឹងមិនជាជញ្ជាំងធម្មជាតិខាងកើតខាងលិចទៀតឡើយដែលនឹងផ្លាស់ប្ដូររបៀបធ្វើដំណើររបស់មនុស្សទំនិញនិងកងទ័ពទូទាំងអាមេរិកខាងត្បូងមិនមានទីក្រុងសាន់ទីយ៉ាហ្គោទៀតឡើយមិនមានវាលខ្សាច់អាតាកាម៉ាទីកន្លែងស្ងួតបំផុតនៅលើផែនដីក៏បាត់បង់ទៅដែរអាថាកំបាំងកោះ Easter Island ក៏មិនមានទៀតផងហើយកុំភ្លេចស្រាឈីលីដែលពិភពលោកស្រឡាញ់ក៏នឹងមិនមានឡើយបើសិនជាឈីលីមិនមានតុល្យភាពអាមេរិកខាងត្បូងនឹង